សូមជម្រាបសួរវីដេអូឃ្លីបមួយនេះខ្ញុំចង់រំលឹកបញ្ញត្តិស្មារតីជនរួមជាតិរបស់យើងនៅត្រង់ចំណុចមួយដែលចោទសួរថាករណីបញ្ហាការពារអធិបតេយ្យភាពបូរណភាពទឹកដីកម្ពុជាជាមួយនឹងប្រទេសជិតខាងតើអ្នកណាជាអ្នកស្នេហាជាតិពិតប្រាកដហើយអ្នកណាជាអ្នកស្នេហាជាតិបានតែមាត់អ្នកណាជាអ្នកការពារទឹកដីអធិបតេយ្យភាពប្រទេសជាតិរបស់យើងពិតប្រាកដហើយអ្នកណាជាអ្នកយកបញ្ហាទឹកដីអធិបតេយ្យភាពរបស់ប្រទេសជាតិមកធ្វើជាអាជីវកម្មនយោបាយដើម្បីកេងចំណេញនយោបាយពីព្រោះបញ្ហាអធិបតេយ្យភាពប្រទេសជាតិទឹកដីប្រទេសជាតិនេះវាមិនមែនជារឿងងាយស្រួលគ្រាន់តែយកกระดาษផែនទីថតចម្លងមួយសន្លឹកមកឈរចង្អុលថតរួចហើយនិយាយធ្វើអត្ថាធិប្បាយឬក៏គ្រាន់តែចុះទៅថតកាន់បង្គោលព្រំដែនឬឈរក្បែរបង្គោលព្រំដែនដែលបានបោះរួចហើយយកមកផ្សព្វផ្សាយថាខ្លួនបានទៅដល់ព្រំដែនហើយមកនិយាយថាខ្លួនអ្នកស្នេហាជាតិអ្នកការពារអធិបតេយ្យភាពបូរណភាពទឹកដីទេដូចយើងដឹងហើយព្រំដែនរបស់ប្រទេសកម្ពុជាជាប់ជាមួយនឹងប្រទេសទាំង3វៀតណាមឡាវថៃគឺសុទ្ធតែបន្សល់ទុកពីមរតកនៃរបបអាណានិគមបារាំងចូលមកគ្រប់គ្រងកម្ពុជាតាំងពី1863ហើយបានប្រគល់ឯករាជ្យឲ្យកម្ពុជាវិញនៅឆ្នាំ1953គឺមានរយៈកាលជិត100ឆ្នាំខ្វះតែ10ឆ្នាំទៀត100ឆ្នាំហើយបារាំងបានបង្កើតនៅមរតកនយោបាយនិងប្រវត្តិសាស្ត្រជាច្រើននៅឥណ្ឌូចិនរួមទាំងកម្ពុជាយើងផងហើយចំណុចដែលយើងកំពុងនិយាយដែលខ្ញុំកំពុងតែលើកយកមកនេះគឺចង់និយាយអំពីមរតកព្រំដែនអាណានិគមបារាំងដែលបានបន្សល់ទុកឲ្យកម្ពុជានិងប្រទេសជិតខាងរបស់កម្ពុជាដែលមានប្រទេសវៀតណាមឡាវហើយនិងប្រទេសថៃមរតកព្រំដែនខ្សែបន្ទាត់ព្រំដែនសន្ធិសញ្ញាព្រំដែនផែនទីព្រំដែនជាមួយនឹងប្រទេសជិតខាងគឺបារាំងបានបន្សល់ទុកឲ្យកម្ពុជានៅភាពច្បាស់លាស់ក៏ប៉ុន្តែវាបានឆ្លងកាត់នៅប្រវត្តិសាស្ត្រលំបាកដែលធ្វើឲ្យយើងលំបាកនៅក្នុងការរុករកការស្វែងរកដើម្បីទៅរកឲ្យឃើញនៅចំណុចទាំងអស់ដែលជាបង្គោលព្រំដែនចាស់ក្នុងសម័យអាណាព្យាបាលបារាំងអាណានិគមនិយមបារាំងដែលបានព្រមព្រៀងឯកភាពជាមួយនឹងប្រទេសជិតខាងកម្ពុជាហើយករណីបញ្ហាព្រំដែននេះគឺមិនមែនកម្ពុជាឬរដ្ឋាភិបាលកម្ពុជាសម័យដែលចូលធិបតីអ្នកបង្កើតខ្លួនឯងឲ្យមានបញ្ហាហើយឲ្យមានទំនាស់ឬឲ្យមានការបាត់បង់ឬក៏ឲ្យមានការចំណេញទឹកដីទេតាំងពីការដឹកនាំរបស់សម្ដេចតេជោមកដល់សម្ដេចធិបតីគឺគ្រាន់តែចង់បានបន្តព្រំដែនមួយដែលត្រូវបានធានានៅអធិបតេយ្យភាពបូរណភាពប្រទេសកម្ពុជារបស់យើងហើយដែលត្រូវអនុវត្តតាមសន្ធិសញ្ញាបារាំងសៀម1904 1907និងផែនទីខ្នាត1 លើ 200,000ដែលបានបន្សល់ទុកជាឯកសារគតិយុត្តជាលក្ខណៈអន្តរជាតិយើងសួរថាព្រំដែនកម្ពុជាតាំងពីក្រោយដែលកម្ពុជាទទួលបានឯករាជ្យពីបារាំងនៅឆ្នាំ1953មក
គឺជាខ្សែបន្ទាត់ព្រំដែនអ្វីខ្ញុំអាចឆ្លើយបញ្យល់ប្រាប់ថាជាខ្សែបន្ទាត់ព្រំដែនសាំញ៉ាំលំបាកពីព្រោះមានព្រៃក្រាស់មានតំបន់ភ្នំតំបន់ព្រៃហើយចុងក្រោយពេលដែលយើងមានសន្តិភាពពេញលេញ1998ថ្ងៃទី29ខែធ្នូរួចហើយនេះគឺយើងបន្សល់នៅតំបន់ក្របមីនមិនតាន់ផ្ទុះនៅតាមតំបន់ព្រំដែនដែលយើងធ្លាប់ធ្វើសង្គ្រាមក្នុងពេលដែលមានដំណោះប្រដាប់អាវុធស៊ីវិលផ្ទៃក្នុងកម្ពុជាដូច្នេះអ្នកដែលរុករកបង្គោលព្រំដែនក្រមការងារកិច្ចការព្រំដែនគឺត្រូវដើរកាត់ព្រៃដើរកាត់ភ្នំដើរកាត់អូដើរកាត់ចំការមីនឆ្លងគ្រប់កន្លែងទាំងអស់ដើម្បីរកឲ្យឃើញនៅដានបង្គោលព្រំដែនចាស់ដែលបានបន្សល់ពីសម័យអាណានិគមបារាំងក៏ប៉ុន្តែផ្ទុយទៅវិញបែរទៅជាមជ្ឈដ្ឋានមួយចំនួនមិនឲ្យតម្លៃនៃការរុករករបស់ក្រមការងារបច្ចេកទេសកិច្ចការព្រំដែនដែលបានធ្វើការដើម្បីការពារទឹកដីបែរទៅជាឲ្យតម្លៃមនុស្សម្នាក់ពីរនាក់ដែលអង្គុយក្នុងការិយាល័យហើយផែនទីព្រិនមកស្លឹកមកឈរចង្អុលថតរូបឬបើកាលគេនៅមានឱកាសគេចុះទៅព្រំដែនដែលបានបោះបង្គោលរួចហើយឈរថតក្បែរបង្គោលព្រំដែនថាគេអ្នកស្នេហាជាតិអញ្ចឹងខ្ញុំសួរថាអ្នកណាអ្នកស្នេហាជាតិពិតប្រាកដអ្នកណាអ្នកការពារទឹកដីពិតប្រាកដអ្នកដើររុករកបង្គោលព្រំដែនរកបន្ទាត់ព្រំដែនចរចាបញ្ហាព្រំដែនជាមួយប្រទេសជិតខាងជាអ្នកស្នេហាជាតិឬអ្នកដែលអង្គុយនៅក្នុង office ទៅសុំថតចម្លងផែនទីមកស្លឹកពីបរទេសមកឈរចង្អុលថតរូបនឹងជាអ្នកស្នេហាជាតិជាអ្នកការពារទឹកដីហើយបញ្ហាទឹកដីអធិបតេយ្យភាពនេះយើងជាខ្មែរហ្នឹងយើងចង់ការពារតែអធិបតេយ្យភាពរបស់យើងទេឬមួយក៏ប្រទេសជិតខាងយើងគេមិនចង់ការពារអធិបតេយ្យភាពរបស់គេទេយើងចង់ចង្អុលតាណាក៏បានស្រេចតែនឹងចិត្តកន្លែងណាក៏បានស្រេចតែនឹងចិត្តអញ្ចឹងទៅយើងក៏ដូចគ្នាឬក៏ទុកឲ្យគេចង្អុលកន្លែងណាស្រេចតែនឹងចិត្តគេទៅយើងមិនចង់ការពារអធិបតេយ្យភាពរបស់យើងទេណាលើកឡើងអំពីចំនួនបញ្ហាព្រំប្រទល់ភូមិពីរទៅចុះនៅជាប់ក្បែរគ្នាបើយើងការពារចង្អុលថាកន្លែងនោះដីយើងគេក៏ការពារថាកន្លែងនោះដីគេដែរអញ្ចឹងវាត្រូវការចរចាវាត្រូវការយន្តការច្បាប់វាត្រូវការដំណោះស្រាយអន្តរជាតិវាត្រូវការឯកសារគតិយុត្តហើយវាត្រូវការឯកសារនោះជាច្រើនយកមកផ្ទឹមយកមកបន្ស៊ីយកមកធ្វើការស្រាវជ្រាវដើម្បីការពារនៅហេតុផលដែលយើងត្រូវទាមទារហេតុផលដែលយើងត្រូវរុករកស្រាវជ្រាវដើម្បីចរចាជាមួយនឹងប្រទេសជិតខាងការពារទឹកដីរបស់យើងមិនមែនគ្រាន់តែយើងកាន់ផែនទីមកស្លឹកទៅឈរនិយាយទេព្រំដែនខ្ញុំនៅតែនេះព្រំដែនខ្ញុំនៅតែនោះត្រូវរបស់បកគោលអញ្ចឹងគេទទួលយកទេហើយយើងក៏ដូចគ្នាយើងក៏មិនមែនឲ្យគេកាន់ផែនទីមកស្លឹកមកចង្អុលហើយមកបង្កប់បញ្ជាយើងឲ្យបោះបង្គោលតាមតែអំពើចិត្តដែរបើអញ្ចឹងយើងមិនមែនប្រឆាំងអត់ទទួលស្គាល់ផែនទីខ្នាត1លើ50,000ដែលគេគូជាឯកតោភាគីនោះទេយើងទាមទារឲ្យប្រើមួយខ្នាតលើ200,000ហើយក្រុមការងារបច្ចេកទេសសម័យទំនើបគឺធ្វើការផ្ទៀងផ្ទាត់តាំងពីលើអាកាសដល់លើដីរុករកក្នុងព្រៃឆ្លងកាត់ព្រៃក្រាស់ព្រៃស្ដើងឧបសគ្គគ្រប់សពបែបយ៉ាងរួមទាំងក្របមីនក្របមិនតាន់ទុះនៅតំបន់ព្រំប្រទល់ដែនទៀតផងនេះគឺជាការលំបាករបស់អ្នកធ្វើការលើកិច្ចការព្រំដែនហើយអ្នកដែលអង្គុយនៅខាងក្រៅកាលនៅក្នុងស្រុកមានឱកាសស្រែកក្នុងស្រុកទៅដើរថតតាមបន្ទាត់ព្រំដែនបង្គោលបេតុងដែលគេបោះហើយគ្រាន់តែថតឲ្យត្រឡប់មកវិញថាខ្លួនឯងអ្នកការពារទឹកដីហើយមកវិញនាំតែរឿងច្បោកច្បល់ឲ្យប្រជារាស្ត្រខ្មែរយល់ច្រឡំឥឡូវរត់ចោលស្រុកទៅសុំថតចម្លងបានផែនទីមកស្លឹកយកមកថតម្ដងមកជ្រុងនេះថតម្ដងមកជ្រុងនោះឈរចង្អុលអាហ្នឹងការពារទឹកដីហ្នឹងអាហ្នឹងស្នេហាជាតិអាហ្នឹងការពារអធិបតេយ្យបូរណភាពប្រទេសជាតិឬក៏យកបញ្ហាព្រំដែនមកធ្វើជាអាជីវកម្មដើម្បីប្រជាប្រិយភាពនយោបាយទេពីព្រោះកន្លងមកគេធ្វើអញ្ចឹងគេមិនចង់ឲ្យមានការបោះបង្គោលព្រំដែនគេមិនចង់ឲ្យមានការចរចាដោះស្រាយគ្នា
ឲ្យមានបង្គោលព្រំដែនជាលក្ខណៈអន្តរជាតិត្រឹមត្រូវនេះគេចង់ទុកបញ្ហាព្រំដែននេះទុកជារឿងនយោបាយរ៉ាំរ៉ៃសម្រាប់គេយកមកធ្វើអាជីវកម្មយកប្រជាប្រិយភាពពីប្រជាជនពីប្រជាពលរដ្ឋដែលមិនសូវយល់ស៊ីជម្រៅអំពីបញ្ហាប្រទេសជាតិទឹកដីអញ្ចឹងចំណុចនេះខ្ញុំសូមឲ្យបងប្អូនពិចារណាមើលហើយលើកតាំងជាសំណួរខ្លួនឯងមើលតើអ្នកដែលកំពុងធ្វើការនៅលើដីពិតប្រាកដវាស់វែងពិតប្រាកដតស៊ូពិតប្រាកដការពារពិតប្រាកដយកអាយុជីវិតទៅឈរតទល់ជាមួយសត្រូវពិតប្រាកដជាអ្នកក្បត់ជាតិដូចពួកគេចោទអញ្ចឹងហើយពួកអ្នកដែលកាន់ផែនទីមកស្លឹកអត់ទាំងមានផែនទីគ្រប់ជ្រុងយកមកត្រួតបន្ស៊ីគ្នាដើម្បីពិនិត្យមើលអត់ទាំងមានសម្ភារៈបច្ចេកទេសពីលើអាកាសបាញ់មកលើដីសម័យនេះគេបាញ់ GPS គេត្រួតពិនិត្យត្រឹមត្រូវគេស្រាវជ្រាវគេ scan X-ray ដីរកបង្គោលព្រំដែនចាស់ពីសម័យអាណានិគមបារាំងគេទៅជីករកឃើញទៀតមិនក៏មិនឲ្យតម្លៃបាទអញ្ចឹងចំណុចនេះសូមបងប្អូនជនរួមជាតិតាំងជាសំណួរសួរខ្លួនឯងឡើងវិញកុំឲ្យចាញ់បោកចាញ់កលពួកដែលប្រកែនៅក្នុងការយកបញ្ហាព្រំដែននេះទៅធ្វើអាជីវកម្មនយោបាយតទៅទៀតបាទសូមជូនប៉ុណ្ណឹងសូមអរគុណ